ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមានខ្ញុំមកបង្ហាញអំពីរបៀបធ្វើទឹកត្រីញ៉ាំជាមួយនឹងសង្វាក់នំបញ្ចុកចាឥឡូវយើងមកគ្រឿងផ្សំសម្រាប់ធ្វើទឹកត្រីចាខ្ញុំមានទឹកត្រីទឹកខ្មេះហើយនឹងទឹកដាំឆ្អិនមានស្ករសប៊ីចេងសណ្តែកដីលីងបុករួចមានម្ទេសមានខ្ទឹមហើយនិងខ្ទឹមក្រហមឥឡូវយើងមកលាយគ្រឿងទាំងអស់គ្នាចាជាដំបូងយើងត្រូវច្រាំខ្ទឹមសយើងអត់បត់ទេគឺយើងហាន់វាយើងច្រាំវាឲ្យម៉ត់ទៅចានេះរួចដល់ហើយឥឡូវយើងមកលាយទឹកត្រីចាចំពោះការផ្សំទឹកត្រីនេះខ្ញុំប្រើរង្វាល់ដោយកូនចានជាការមួយនេះណាគឺប្រើប៉ុណ្ណឹងនេះគ្នានេះស្ករហើយនឹងចានស្ករនិងចាននេះគឺប៉ុណ្ណឹងគ្នាណាហើយយើងវាល់ទឹកចូលមុនចាចំពោះទឹកនេះដាក់ពីកូនចានតមកដាក់ទឹកត្រីចាទឹកត្រីនេះខ្ញុំវាល់ពីកូនចាននឹងដែរគឺខ្ញុំដាក់មួយកូនចានទៅណាចំពោះទឹកត្រីខ្ញុំប្រើទឹកត្រីរំសាយ3នេះហើយវាមានរសជាតិរៀងប្រៃអញ្ចឹងបងប្អូនប្រើយីហោផ្សេងត្រូវតែថែមថយតាមហ្នឹងប្រើទឹកត្រីហ្នឹងមួយកូនចានហើយនឹងទឹកខ្មេះហ្នឹងមួយកូនចានដែរភាសានេះយើងធ្វើញ៉ាំទុកឲ្យបានយូរយើងញ៉ាំមួយពេលអត់អស់ទេអញ្ចឹងយើងធ្វើញ៉ាំបានច្រើនដងខ្ញុំដាក់ទឹកខ្មេះជំនួសឲ្យគិតទឹកឲ្យឆ្មាមួយតោះយើងដាក់ប៊ីចេងទៅស្ករសកូនចានចាប៊ីចេងមិញគឺដាក់តែមួយប្រេហ្វេទេតែបងប្អូនណាគាត់មិនញ៉ាំបាច់ដាក់ក៏បានហើយបងប្អូនណាដែលគាត់ចូលចិត្តក៏ដាក់ច្រើនជាងនេះក៏បានដែរណាតោះមកយើងកូរវាលាយស្ករហើយនឹងប៊ីចេងហ្នឹងទៅចាបងប្អូននេះខ្ញុំបានបដូរចានព្រោះមិញវាចានតូចពេកខ្ញុំពិបាកកូរឥឡូវនេះហើយយើងកូរវារលាយស្ករចេញជាមួយទឹកត្រីនឹងអស់ហើយនឹងរសជាតិវាល្មមនេះខ្ញុំធ្វើច្រើនគឺញ៉ាំអត់ពេលទេអញ្ចឹងខ្ញុំដួសបែងយកមកញ៉ាំភ្លាមណាព្រោះទឹកត្រីនេះយើងមិនបាច់ចំទៅរងាស់លើភ្លើងណាគឺយើងប្រើទឹកឆ្អិនថែមម្ទេសថែមខ្ទឹមក្រហមខ្ទឹមសណាដាក់ចូលចឹងមកបងប្អូនរួចរាល់ហើយឥឡូវនេះខ្ញុំមានចុកមានសង្វាក់អាំងរួចមានសាឡាត់មានទឹកសក់ជីគ្រប់មុខណាចាបងប្អូនគឺតទៅពីយើងញ៉ាំគឺឆ្ងាញ់ត្រូវមាត់ហើយចំពោះទឹកជ្រលក់យើងធ្វើឲ្យមានរសជាតិផ្អែមប្រៃជូរណា3រសជាតិហ្នឹងចំពោះហឹរគឺយើងដាក់តាមចំណូលចិត្តអ្នកណាដែលគាត់មិនចូលចិត្តហឹរគាត់មិនបាច់ដាក់ទេក៏បានដែរអញ្ចឹងខ្ញុំសូមអរគុណបងប្អូនផងដែរតាមដានទស្សនារបស់នេះខ្ញុំហើយបងប្អូនកុំភ្លេចចុច Subscribe ផងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតចាសសូមអរគុណសូមជម្រាប